Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. បងប្អូននេះគឺជា NX2 200T App Sport Series ឆ្នាំ2016វានៅតែជារថយន្តមានការពេញនិយមសម្រាប់ប្រជាជនកម្ពុជាយើងទាំងការ design ផ្នែកខាងក្នុងក៏ដូចជាខាងក្រៅមើលទៅទំនើបសស្អាតនិងនៅតែទាន់សម័យវាត្រូវបានរចនាឡើងមកជាប្រភេទ SUV បានបំពាក់មកជាមួយនឹងទ្វារ4 កៅអី 5 ប្រអប់លើចំនួន6វ៉ែអូតូម៉ាស៊ីន V4 2.0 លីត្រ Turbo ដែលផលិតកម្លាំងសាបាន245 horsepower និងដំណើរការអាស្រ័យទៅលើតម្រូវការរបស់អតិថិជនវាមានពង1និងពង2បាទបងប្អូន NX2 200T នេះវាបានបំពាក់មកជាមួយនឹង LED headline daytime running line auto delay out headlamp dark sensing headline វាមានកាមេរ៉ាមើលខយ smart key USB connection មាន speaker ចំនួន8គ្រាប់វាមាន blind spot តែអត់មាននៅ slide counter ទេហើយខាងក្នុងរបស់វាគឺជាប្រភេទស្បែកកៅអីស្បែកចង្កូតស្បែកមានដំបូលបើកអេក្រង់ប្រើប្រភេទម៉ៅវាអត់មាន touch screen ហើយវាមាន4របៀបនៃការបើកបរបាទគឺមានធម្មតាមាន eco មាន sport S ហើយនិង sport S plus និងបានបំពាក់មកជាមួយនឹងរង្វង់កង់18អ៊ីងវាមាន monitor មើលសម្ពាធខ្យល់វាមានប្រព័ន្ធទប់លំនឹងប្រព័ន្ធជំនួយចាប់ប្រាំងបន្ទាន់និងកង់ទំនួលមកពេលហ្នឹងគឺបំពាក់ទៅដោយ ABS ហើយនឹងមានបំពាក់មកជាមួយនឹង One Touch Power Window និង option ទំនើបមួយចំនួនទៀតផងដែរហើយពី0ទៅ100គីឡូម៉ែត្រនោះគឺវាចាយពេលត្រឹមតែ 7.1 second តែប៉ុណ្ណោះនិងកម្រិតស៊ីសាំងជាមធ្យមគឺ9លីត្រក្នុង100គីឡូម៉ែត្រនិង top speed បានរហូតដល់200គីឡូម៉ែត្រក្នុង1ម៉ោងហើយវាមានតម្លៃចាប់ពី$30,000ស្ដើងទៅ$40,000ក្រៅសម្រាប់រថយន្តមួយទឹកស្លាកលេខនិងមួយទឹកសន្លឹកពន្ធហើយតម្លៃនេះគឺជាតម្លៃនៅក្នុងស្រុកអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ NX2 200T បាទ App Sport Series ឆ្នាំ2016នេះអាចធ្វើការទម្លាក់ comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណ And we all got dreams, we all want things, but what you gonna do for it, how you gonna move for it, what you gonna be